របៀបចូលទៅប្រើប្រាស់បណ្ណាល័យបឋមបាទចំពោះលោកគ្រូអ្នកគ្រូគឺពេលដែលចូលដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់កន្លែងចូលគណនីនេះតែម្ដងតមកលោកគ្រូអ្នកគ្រូវាឈ្មោះអ្នកប្រើប្រាស់អីចឹងមកហើយចូលគណនីរបស់យើងដែលជាថ្នាលបឋម PHP របស់យើងបាទដែលប្រើកន្លងមកដើម្បីចូលបណ្ណាល័យបឋមលោកគ្រូអ្នកគ្រូចុចកន្លែងថ្នាលបាទដែលមានរូបផែនទីនេះឬក៏បើអត់ឃើញលោកគ្រូអ្នកគ្រូចុចកន្លែង logo នេះសិនមកដើម្បីបង្ហាញអាហ្នឹងបាទតមកលោកគ្រូអ្នកគ្រូចុចចំពាក្យថ្នាលហ្នឹងមកវានឹងរុញទៅទំព័រដំបូងដែលយើងចូលមិញហើយលោកគ្រូអ្នកគ្រូចូលអនុវិស័យបឋមយើងមកបាទបន្តមកលោកគ្រូអ្នកគ្រូជ្រើសរើសពាក្យកន្លែងគ្រូបង្រៀនហើយយើងជ្រើសរើសពាក្យបណ្ណាល័យបណ្ណាល័យថ្នាលបឋមបាទតបមកវានឹងរុញទៅកាន់ថ្នាលថ្មីមួយគឺមានន័យគឺជាបណ្ណាល័យបឋមរបស់យើងហ្នឹងហើយដើម្បីចូលប្រើប្រាស់បានលោកគ្រូអ្នកគ្រូចុចចូលប្រព័ន្ធហើយនៅត្រង់កន្លែងនេះគឺការវាយលេខកូដឬក៏ឈ្មោះអ្នកប្រើប្រាស់គឺដូចក្នុងថ្នាលបឋមរបស់លោកគ្រូអ្នកគ្រូពីមុននេះដែរបាទដូចគ្នាបែបបិទតែមកយើងចូលពាក្យចូលប្រើប្រាស់បាទវាតែប៉ុណ្ណឹងគឺបាទរួចជាការស្រេចហើយដើម្បីចូលអានសាច់រឿងមុននឹងចូលខ្ញុំនឹងបង្ហាញផ្ទាំងដំបូងនេះបាទផ្ទាំងទី1នេះគឺកន្លែងបានអានមានថាបើលោកគ្រូអានសភៅបានក្បាលវានឹងកត់ត្រាដាក់កន្លែងហ្នឹងហើយលោកគ្រូអានបានចំនួនប៉ុន្មានថ្ងៃវាកត់ត្រាចំនួនថ្ងៃនៅកន្លែងនេះហើយអានរឿងបាទចំនួនទាំងចាប់ពី1ក្បាលឡើងទៅបាទរហូតដល់រាប់សិបក្បាលគឺវាកត់ម៉ោងទាំងអស់នៅនេះបាទហើយកន្លែងនេះគឺពានបាទមានន័យថាលោកគ្រូអានគ្រប់គោលដៅគឺនឹងទទួលបានពានចឹងដើម្បីចូលអានសៀវភៅគឺលោកគ្រូចូលចុចកន្លែង logo ខាងលើនេះបាទរូបមនុស្សនេះចុចលើនឹងមកហើយលោកគ្រូរកពាក្យបាទរកមើលបាទចុចកន្លែងរកមើលនេះមកវានឹងបង្ហាញបាទប្រធានបទដែលជារឿងដែលលោកគ្រូត្រូវអានឬមួយក៏ឲ្យសិស្សអានហ្នឹងយើងអាចជ្រើសកន្លែងហ្នឹងបាទឧទាហរណ៍ថាខ្ញុំចង់អានរឿងកំ pl ែងខ្ញុំចុចកន្លែងរឿងកំ pl ែងនេះបាទចុចមកប៉មកតមកលោកគ្រូអាចអូសរកមើលតើរឿងណាដែលលោកគ្រូចង់អានបាទឧទាហរណ៍នេះរឿងប៉ុន្តែខ្ញុំនៅតែឃ្លាននេះគ្រូចង់អានអាចចុចលើនឹងមួយមកបាទវានឹងបង្ហាញបាទបង្ហាញចំនួនត្រួសនៅហ្នឹងហើយដើម្បីអានលោកគ្រូអាចចុចកន្លែងផ្នែកនេះបាទអានសៀវភៅឬក៏អានជា e-book អញ្ចឹងជំរឿខ្ញុំអានជា e-book បាទអញ្ចឹងចុចលើនឹងមកដល់ពេលដែលលោកគ្រូចុចនាទីនឹងលោតបាទលោតហ្នឹងគឺលោតសម្រាប់រាប់ថាយើងអាន2នាទីដែលបើកសៀវភៅនឹងតែម្ដងបាទនេះដោយសារខ្ញុំអានចប់ហើយចឹងខ្ញុំត្រឡប់ទៅទំព័រដើមបាទអញ្ចឹងដើម្បីអានគឺបើក្នុងទូរស័ព្ទគឺវាបង្ហាញអញ្ចឹងហើយលោកគ្រូចង់អានទំព័របន្ទាប់យើងអាចចុចខាងនេះមកបាទបន្ទាប់ចេះមកហើយយើងអានទៅហើយបើអក្សរតូចពេកលោកគ្រូអាចសេរីបានបាទនេះកន្លែងសេរីណាយើងចុចចឹងមកវាសេរីឲ្យហើយបាទនេះចឹងយើងចុចបន្ទាប់ចឹងទៅមកពេលអានចប់បន្ទាប់ទៅមកបើសិនជាលោកគ្រូຕົកទំព័រនឹងយូរនាទីនេះគឺឈប់លោតដែរចឹងអានឲ្យចប់បាទអានដល់ចប់ចឹងទៅអាកន្លែងផ្ទាំងរបស់យើងនេះផ្ទាំងដើមយើងនេះនឹងបង្ហាញចំនួនសភៅដែលយើងបានអានបាទហើយមួយទៀតឧទាហរណ៍ថារឿងដដែលមិញហ្នឹងឧទាហរណ៍រឿងមិញរឿងនេះរឿងបើសិនលោកគ្រូចូលចិត្តអាចចុចអាកន្លែងខាងលើនេះមានតែ save នេះគឺទៅកន្លែងសំណប់ចិត្តចុចលើនឹងមកថ្ងៃក្រោយគ្រូចង់អានអាចចូលទៅកន្លែង logo ហើយរកកន្លែងសំណប់បាទអញ្ចឹងរឿងហ្នឹងមានរក្សាទុកនៅកន្លែងហ្នឹងបាទការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូ